តើលោកអ្នកធ្លាប់ឮពាក្យកសិអេកូឡូស៊ីដែរឬទេមនុស្សជាច្រើនគិតថាកសិអេកូឡូស៊ីគ្រាន់តែជាការដាំបន្លែសរីរាង្គប៉ុណ្ណោះប៉ុន្តែការពិតកសិអេកូឡូស៊ីមានអត្ថន័យទូលំទូលាយជាងនេះកសិអេកូឡូស៊ីគឺជាប្រព័ន្ធកសិកម្មដែលប្រើប្រាស់ចំណេះដឹងអំពីធម្មជាតិដើម្បីផលិតអាហារប្រកបដោយសុវត្ថិភាពរក្សាសុខភាពមនុស្សការពារបរិស្ថាននិងធានាជីវភាពរបស់កសិករឲ្យមាននិរន្តរភាពជំនួសឲ្យការពឹងផ្អែកខ្លាំងលើជីគីមីនិងថ្នាំសម្លាប់សត្វល្អិតកសិអេកូឡូស៊ីលើកទឹកចិត្តឲ្យប្រើប្រាស់ធនធានដែលមាននៅក្នុងសហគមន៍ដូចជាជីកំប៉ុស្តជីធម្មជាតិការដាំដំណាំចម្រុះការបង្វិលដំណាំនិងការអភិរក្សដីទឹកនិងជីវៈចម្រុះនៅប្រទេសកម្ពុជាកសិអេកូឡូស៊ីកំពុងក្លាយជាជម្រើសដ៏សំខាន់មួយសម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុការថយចុះគុណភាពដីនិងការកើនឡើងនៃថ្លៃដើមផលិតកម្មកសិករជាច្រើនបានចាប់ផ្ដើមអនុវត្តការដាំដុះដំណាំចម្រុះការផលិតជីកំប៉ុស្តដោយខ្លួនឯងការប្រើប្រាស់ថ្នាំជីវសាស្ត្រនិងការគ្រប់គ្រងសត្វល្អិតតាមបែបធម្មជាតិវិធីសាស្ត្រទាំងនេះជួយកាត់បន្ថយការចំណាយបង្កើនសុខភាពដីនិងធ្វើឲ្យប្រព័ន្ធកសិកម្មមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុកសិអេកូឡូស៊ីមិនមែនជាការត្រឡប់ទៅរកវិធីចាស់នោះទេផ្ទុយទៅវិញវាជាការរួមបញ្ចូលប្រាជ្ញាក្នុងតំបន់ជាមួយវិទ្យាសាស្ត្រទំនើបនិងបទពិសោធន៍ថ្មីៗដើម្បីបង្កើតប្រព័ន្ធកសិកម្មដែលមានប្រសិទ្ធភាពនិងនិរន្តរភាពនៅពេលដែលយើងគាំទ្រកសិអេកូឡូស៊ីយើងមិនត្រឹមតែគាំទ្រកសិករប៉ុណ្ណោះទេប៉ុន្តែយើងកំពុងការពារសុខភាពគ្រួសារអភិរក្សធនធានធម្មជាតិនិងរួមចំណែកកសាងអនាគតដែលមានសន្តិសុខស្បៀងសម្រាប់មនុស្សជំនាន់ក្រោយផងដែរ